Let's go. I wake up to a little bit of drool on my pillow, feel like it's gonna be a bad day. Yeah, I'm tired of shit, and the coffee ain't hit yet, damn, ain't that great. I don't wanna go to work, cause my boss is a jerk, and I'm not even that paid. I need a change in my life, cause បងប្អូននេះគឺជា Toyota Forerunner Trail Hunter ចំនួនទី 6 ដែលជាចំនួនចុងក្រោយស៊េរីឆ្នាំ 2025 ដែលវាត្រូវបាន design មកជាប្រភេទ SUV ខាងក្នុងក៏ដូចជាខាងក្រៅប្រភេទមើលទៅទំនើបសរសើរទាំងទាន់សម័យនិងត្រូវបានបំពាក់មកជាមួយនឹងទ្វារ4កែ5 Rob Blade ចំនួន 8 វ៉ែអូតូម៉ាស៊ីន Hybrid V4 2.4 លីត្រដែលផលិតកម្លាំងសេបានរហូតដល់ 323 horsepower និងដំណើរការដល់ពង2គឺ 4 wheel drive បងប្អូន Forerunner Trail Hunter នេះវាបានបំពាក់មកជាមួយនឹង LED headline សញ្ញូ LED ពលកាំង LED LED daytime running light auto delay out headlamp dodge sensing headlamp មាននៅកាមេរ៉ា360 parking sensor មុខក្រោយមាននៅបំពាក់មកជាមួយនឹង smart key ប្រព័ន្ធសាកថ្មខ្សែ Android Auto Apple CarPlay USB connection ហើយមាន speaker JBL ចំនួន 14 គ្រាប់ខាងក្នុងរបស់វាគឺជាប្រភេទស្បែកស្បែកចង្កូតស្បែកដំបូលបើកប្រើជាមួយនឹងអេក្រង់ touch screen 14 inch និងបំពាក់មកជាមួយនឹងរង្វង់កង់ 18 inch អលុយមីញ៉ូមវាមាន monitor មើលសម្ពាធខ្យល់ពងសុវត្ថិភាពខាងលើមុខក្រោយមានប្រព័ន្ធទប់លំនឹងនៅពេលដែលបើកបរផ្លូវរអិលឬក៏ផ្លូវកោងមានប្រព័ន្ធជំនួយចាប់ប្រាំងបន្តដោយស្វ័យប្រវត្តិនៅពេលដែលមានឧបសគ្គកង់ទំបួនមកវិញនឹងប្រើជាមួយនឹងប្រព័ន្ធ ABS វាមាន blind spot ឲ្យសញ្ញានៅពេលដែលមានយន្តណាវ៉ាចែងមាន lane keep assist ប្រព័ន្ធរក្សាគន្លងផ្លូវ adaptive cruise control កំណត់ល្បឿនបើកបរទៅតាមយានយន្តនៅខាងមុខជាដើមហើយនឹងមាន option ទៅនៅមួយចំនួនទៀតផងដែរហើយពី0ទៅ100 km គឺវាចាយពេលត្រឹមតែ 6.7 second តែប៉ុណ្ណោះនិងកម្រិតស៊ីសាំងជាមធ្យមគឺ 10.2 លីត្រក្នុង 100 km ហើយ top speed បានរហូតដល់ 193 km ក្នុង1ម៉ោងនិងវាមានតម្លៃចាប់ពី $40,000 ស្តង់ទៅ $60,000 ក្រាស់ហើយតម្លៃនេះគឺជាតម្លៃនៅក្រៅស្រុកនិងវាមានច្រើនជម្រើសសម្រាប់អតិថិជនធ្វើការជ្រើសរើសមាន Toyota Forerunner SR5 TOD Sport TOD Off-road TOD Sport Premium អញ្ចឹងបងប្អូនយល់យ៉ាងណាដែរសម្រាប់Toyota Forerunner Trail Hunter ស៊េរីឆ្នាំ 2025 នេះអាចធ្វើការតម្លាក់ comment នៅខាងក្រោមវីដេអូនេះបាទសូមអរគុណ